ready สวัสดีครับនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាពេលនេះយើងមកស្ដាប់បទចម្រៀងទៀតហើយអូខេលើកនេះខ្ញុំនឹងយក speaker ក្រុមហ៊ុន Tron Smart របស់អាមេរិកមកបង្ហាញទៅកាន់អ្នកទាំងអស់គ្នានោះគឺ Tron Smart Bang Outdoor Party មានន័យថាជា speaker ប្រភេទ outdoor សម្រាប់ចាក់បទចម្រៀងនៅបរិយាកាសខាងក្រៅជាដំបូងយើងចូលមកបើកប្រអប់សិនបើកមកយើងទទួលបានសៀវភៅណែនាំបានធានាអំបិលមួយកញ្ចប់ខ្សែអង្ក 3.5 មីលីម៉ែត្រខ្សែសាកប្រភេទ Type C ប៉ុន្តែគួរឲ្យស្ដាយវាមានឆ្នាំងសាកមកជាមួយនិងចុងក្រោយគឺ speaker បើមើលតាមរូបខាងក្រៅពីចំហៀងស្តៀង Sony HG 500 ឡើងហំប៉ុន្តែបើសិនជាយើងមើលឲ្យចំស្តៀង JBL Boombox វិញ speaker នេះស្រោបដោយសាច់ក្រណាត់និងជ័រស្វិតដ៏ល្អមួយដើរតួជាដៃយួរដ៏រឹងមាំមើលទៅលោកcoolមែនទែនវាមានបណ្ដោយ 36 សង់ទីម៉ែត្រ ទៅតឹង 18 សង់ទីម៉ែត្រ និងទម្ងន់ 3 គីឡូឯណោះដោយសារតែ speaker នេះមានកម្លាំង 60 វ៉ាត់ និងធូនយកកម្លាំងបន្ថែមបាន 20% ទៀតចឹងហើយទើបនៅបាតខាងក្រោមមានទ្រនាប់ជ័រទន់2ដើម្បីទប់លំនឹងឲ្យឈរត្រង់និងល្អរីឯនៅផ្នែកខាងក្រោយវិញយើងឃើញមានសន្ទះបិទបើកមួយបើកមកយើងឃើញមានរុន reset ចិត្ត USB ដើរតួជា power bank សាកទៅទូរស័ព្ទប៉ុន្តែកុំសាកញឹកពេកប្រយ័ត្នខូចថ្មហើយយើងក៏អាចដោត flash បានសម្រាប់ចាក់បទចម្រៀងរុន USB Type C សម្រាប់សាកថ្មចូល speaker អង្ក 3.5 មីលីម៉ែត្រនិងចុងក្រោយ TF card ចំណែកឯនៅផ្នែកខាងលើនៃ speaker នេះវិញឃើញមានដៃយួរដ៏រឹងមាំមួយធ្វើឲ្យយើងងាយស្រួលយួរកាន់នៅពេលយកតាមខ្លួនម្ដងហើយវាក៏ដើរតួជាខែលដ៏រឹងមាំមួយដែលរំលេច logo និងពាក្យថា Tron Smart ចុះក្រោមបន្តិចយើងឃើញមានប៊ូតុងចំនួន 7 រួមមានប៊ូតុងបិទបើកនិងកូន LED គៀកនឹងប៊ូតុង SP ដែលមានពាក្យពេញថា Sound Pulse សម្រាប់ធូនយកកម្លាំងឲ្យកាន់តែលឺខ្លាំងជាងមុនប៊ូតុងដំឡើងសំឡេងប៊ូតុង Play ឬ Stop ប៊ូតុងបន្ថយសំឡេងប៊ូតុង M សម្រាប់សេរី speaker ទៅតាមសាច់ភ្លេងឲ្យសទន់ឬបុកបាសខ្លាំងតាមការកំណត់របស់យើងប៊ូតុង TC សម្រាប់ភ្ជាប់ speaker ដូចគ្នាបានដល់ 100 នោះនិងក្បែរនោះមានភ្លើង LED 4 កាំសម្រាប់បង្ហាញពីកម្រិតថ្មដែលនៅសល់ហើយនឹង logo NFC មួយទៀតអូខេសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់គិតថាការរចនាបែបនេះគឺមើលទៅស្អាតមានភ្លើង LED ជា RGB ដេញជាខ្សែនិងងាយស្រួលយកតាមខ្លួនជាពិសេសនោះអ្នកចូលចិត្តចូលព្រៃបោះតង់ជាដើមគឺថាល្មមហ្មង speaker នេះជាប្រភេទ outdoor អញ្ចឹងបើនៅបរិយាកាសខាងក្រៅ party ខ្នាតតូចអីគឺថាសឹមអ្នកបរឡានហ្មងសំតោះគឺថាអែមហ្មងហើយបើស្ទើរអីចុចប៊ូតុង SP នេះទៅគឺធាក់ដល់ 120% បន្ថែមទៀត nice ព្រោះ speaker នេះមាន driver ចំនួន 4 សម្រាប់បញ្ចេញសំឡេងនិង passive radiator 2 នាក់ទៀតជាអ្នកអុកសាច់ bass និង score ចំពោះ driver 4 នេះ 2 ជា tweeter ជាអ្នកជះសំឡេងបានឆ្ងាយបែបស្រួយស្រទន់និងប្រហើរ2 ទៀតជា woofer ជាអ្នកធាក់សំឡេងបានធ្ងន់និងអុកងុំល្អដល់បេះដូងឌឹមៗសម្រាប់កម្រិតសំឡេងគឺ 10 វ៉ាត់សម្រាប់ tweeter ក្នុងមួយ driver និង 20 វ៉ាត់នៃ woofer ក្នុងមួយ driver មានជាមួយនឹងភ្លើង RGB ដេញជាបន្ទាត់គៀនខាងក្រោមអមជាមួយនឹង LED RGB 2 ទៀតដែលជាប់នឹង passive radiator មើលទៅ cool មែនទែនព្រោះវានឹងបង្ហាញពីចលនាបុកសាច់បាសឲ្យកាន់តែច្បាស់ល្អសម្រាប់ការភ្ជាប់ទៅកាន់ speaker នេះវិញយើងអាចដោតខ្សែអង្ក 3.5 មីលីម៉ែត្រឬ Bluetooth ដែលជាចំនួន 5.0 ដូចនេះរាល់សំឡេងនិងរូបភាពគឺរត់បានរលូនល្អមែនទែន speaker នេះបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាឯកទេសខាងសំឡេងពី Tron Smart ដូចនេះវាផ្ដល់ឲ្យយើងកំណត់បាន 8 ទម្រង់ខុសៗគ្នាទៅតាមបទចម្រៀងសាច់ភ្លេងឬប្រភេទសំឡេងផ្សេងទៀតតាមការចង់បានប៉ុន្តែដើម្បីឲ្យកាន់តែងាយស្រួលកំណត់ទម្រង់ទាំងនោះក៏ដូចជាភ្លើង RGB ទៀតនោះយើងត្រូវតែ download app មួយឈ្មោះថា Tron Smart ដែលមានទាំងនៅលើ Play Store និង App Store download មកហើយយើងភ្ជាប់វាតាម Bluetooth ទៅរួចចុចឆ្នោតនេះមកវានឹងបង្ហាញទម្រង់ទាំង 8 សម្រាប់កំណត់ Default គឺជាទម្រង់ធម្មតាទូទៅមានសាច់ភ្លេងនិងសាច់បាសរត់ស្មើគ្នា Sound Pulse គឺជាការធូនយកកម្លាំង speaker នេះឲ្យដល់ 120% អញ្ចឹងឮកាន់តែខ្លាំងជាងមុនទៀត The Bass គឺជាការកំណត់សំឡេង woofer បាសបុកខ្លាំងគុណនឹង 2 បន្ថែមដើម្បីបង្កើនភាពញ័រនិងផ្ទាល់ដល់បេះដូងអាចតេស្ត The Bass Music នៅលើ YouTube បាន 3D ជាប្រភេទសំឡេងដែលដេញព័ទ្ធជុំវិញល្អនៅក្នុងការមើលរឿង Hi-Fi គឺជាទម្រង់ល្អមែនទែនខ្ញុំចូលចិត្តគឺផ្ដល់ឲ្យយើងជាប្រភេទ Hi-Fi Music ធ្វើឲ្យការស្ដាប់របស់យើងដូចកំពុងតែស្ដាប់អ្នកច្រៀងផ្ទាល់អញ្ចឹង Classical សម្រាប់ស្ដាប់បទមនោសញ្ចេតនា
vocal បើនិយាយឲ្យស្រួលយល់ទៅគឺស្ដាប់សំឡេងសុទ្ធដូចជាស្ដាប់រឿងនិទានសុភាទន្សាជាដើម rock គឺតន្ត្រីបែប rock ហ្នឹងឯងចប់ចូលមកកាន់រូបខ្ចៅនេះវិញយើងឃើញមានការកំណត់ចម្រៀងលេងចេញពី Bluetooth ខ្សែអុក 3.5mm memory card និង USB flash នេះគឺជាការភ្ជាប់ទៅកាន់ drone smart band ផ្សេងទៀតឲ្យចូលគ្នាហើយនេះគឺជាការកំណត់ចលនារត់របស់ LED និងការបិទ LED ដើម្បីសន្សំសំចៃថ្មនេះជាប៊ូតុងឲ្យបិទ speaker នេះបានបំពាក់មកជាមួយនឹងប្រព័ន្ធការពារទឹកនិងដីកម្រិត IPX6 អញ្ចឹងបោះតង់កាត់ភ្លៀងសមុទ្រនិងវាលខ្សាច់អីមិនជាការបារម្ភឡើយល្អសម្រាប់អ្នកដើរលេង speaker នេះមានទំហំថ្ម 1800 mAh តាមការតេស្តផ្ទាល់ស្ដាប់សំឡេងត្រឹម 50% អីបាន 7 ម៉ោងកន្លះហើយនៅសល់ខ្លះទៀតបើសិនជាបិទភ្លើង LED នេះទៀតបាន 13 ម៉ោងកន្លះឯណោះប៉ុន្តែបើបើកអស់ 100% និងធូនយកកម្លាំងបន្ថែមវិញគឺរត់បាន 4 ទៅ 5 ម៉ោងហ្នឹងគឺដាច់ខ្យល់បាត់ហើយអាចសាកចូលវិញពី 0 ទៅ 100% ចាយពេលអស់ខ្ទង់ 4 ម៉ោងជាងអូខេឥឡូវចូលឲ្យចិត្តបន្តិចមកដើម្បីធ្វើការតេស្តសំឡេងដោយរាល់ដងអញ្ចឹងសូមពាក់កាសបើចង់ដឹងពីសំឡេងច្បាស់ Still Snoop Dogg and D.I. Guess who's back? Still doing this, Andre. ហើយនេះជាអារម្មណ៍ពិតរបស់ខ្ញុំឆ្ងល់តែហេតុអីបាន speaker នេះមានសំឡេងខ្លាំងបុកងុំនិងដាច់ស្រឡះស្អាតល្អបែបនេះ Sorry, kid. How you tell? Don't. It was the only way. But I never meant for any of this to happen. Things just got out of hand. សម្រាប់អ្នកចូលចិត្តធ្វើដំណើរដើរលេងចូលព្រៃទៅសមុទ្រវាលខ្សាច់បោះតង់ដែលពិបាកយក speaker ដែលមានមាឌធំធ្ងន់ពិបាកទុកដាក់យកតាមខ្លួននោះនេះហើយវាជារបស់ល្អសម្រាប់អ្នកទាំងអស់គ្នាសម្រាប់រំសាយអារម្មណ៍តានតឹងនិងល្អមែនទែនសម្រាប់តែរសៀលជុំគ្នាហើយនេះគ្រាន់តែជាអារម្មណ៍របស់ខ្ញុំទេកុំជឿពេកអ្នកទាំងអស់គ្នាអាចទៅសុំតេស្តគេផ្ទាល់ហ្មងទៅនៅតាមបណ្ដាហាងដែលមានលក់គេមានកំណាញ់ទេដើម្បីឲ្យកាន់តែដឹងច្បាស់និងស្គាល់ច្បាស់ពី speaker សង្ហានេះជាចុងក្រោយសូមអរគុណដល់កញ្ញារៈនិងអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះសូមកុំភ្លេច Subscribe និង Like ផងហើយបើសិនជាមានចម្ងល់សូម Comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយទៀតបាយ